ថ្ងៃពុធទី19ខែវិច្ឆិកាឆ្នាំ2023លោកជំទាវដួងវណ្ណាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងលោកជំទាវប៉ៅសុភិបហេរញ្ញគណៈកម្មាធិការសាខានិងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យចំនួន2គ្រួសារដែលរងគ្រោះកាលពីយប់ថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នៅភូមិសង្គ្រោះឃុំសម្បួរស្រុកស្វាយទៀបមួយគ្រួសារនិងនៅភូមិច័ន្ទសាឃុំដួនសស្រុកស្វាយជ្រុំមួយគ្រួសារក្នុងឱកាសនោះលោកជំទាវដួងវណ្ណាបាននាំមកនៅប្រសាររបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលផ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរនិងការសោកស្ដាយចំពោះអបតវហេតុដែលបានបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេលនេះជាមួយគ្នានេះលោកជំទាវបានលើកទឹកចិត្តសូមកុំអស់សង្ឃឹមហើយប្រឹងប្រែងបំពេញការងារនិងប្រកបរបរចិញ្ចឹមជីវិតដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារឡើងវិញលោកជំទាវដួងវណ្ណាក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជាក្នុងការជួយដល់ប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់និន្នាការនយោបាយពូជសាសន៍ពណ៌សម្បរពលគឺទីណាមានការលំបាកទីនោះមានវត្តមានកាកបាទក្រហមកម្ពុជាចោះជួយជានិច្ចជាក់ស្ដែងអំណោយដែលយកមកផ្ដល់ជូននាពេលនេះគឺបានមកពីការបរិច្ចាគរបស់សប្បុរសជននានាថ្មីត្បិតតែមិនស័ក្តិសមទៅនឹងអ្វីដែលបងប្អូនបាត់បង់ពិតមែនតែក៏អាចជួយដោះស្រាយបងប្អូនបានមួយរយៈខ្លីផងដែរលោកជំទាវបានផ្ដាំផ្ញើសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទោះលើការប្រើប្រាស់ភ្លើងទៀនធូបចង្ក្រាននិងភ្លើងអគ្គិសនីដែលជាប្រភពអាចឆាប់ឆេះគ្រប់ពេលវេលាបើសិនជាយើងមិនបានត្រួតពិនិត្យហើយត្រូវត្រៀមបម្រុងទឹកទុកក្នុងពាងឲ្យជាប់ជាប្រចាំងាយស្រួលពេលមានបញ្ហាអ្វីអាចជួយសង្គ្រោះបានទាន់ពេលវេលាជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ផ្ទាំងសូឡាត្រូវមានការប្រុងប្រយ័ត្នឧស្សាហ៍ត្រួតពិនិត្យជៀសវាងមានគ្រោះអគ្គិភ័យកាត់ឡើងជាយថាហេតុអំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបានអង្គរ50គីឡូក្រាមមី1កែត្រីខកំប៉ុង10កំប៉ុងទឹកស៊ីអ៊ីវ6ដបកៅស៊ូតង់1ធុងទឹកជ័រ1កន្ទេលជ័រ1ឆ្នាំងបាយនិងសម្ល2មុង1ភួយ1ក្រមា1សារ៉ុង1និងថវិកាសម្រាប់គ្រួសាររងគ្រោះនៅស្រុកស្វាយទៀបទទួលបាន40,000រៀលនិងថវិការបស់ប្រជាពលរដ្ឋអាជ្ញាធរភូមិឃុំចំនួន790,000រៀលរួមនឹងសម្ភារៈមួយចំនួនដែលលេខគ្រួសាររងគ្រោះនៅស្រុកស្វាយជ្រុំដោយសារគ្រួសារមានជីវភាពខ្វះខាតព្រមទាំងខូចខាតសម្ភារៈច្រើនទទួលបានថវិកា1លានរៀលនិងថវិការបស់ក្រុមការងារចោះជួយឃុំចំនួន40,000រៀល